សូមបងប្អូនលោកដែលមានព្រះគម្ពីរសម្បានបើកដល់គម្ពីរយ៉ូហាន់ជំពូក16ខ្ញុំអាននៅក្នុងខ33គម្ពីរយ៉ូហាន់ជំពូក16ខ33ខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីយ៍នេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយសូមបានសម្រុំចិត្តអធិដ្ឋានដើម្បីនឹងសូមប្រពោព្រះក្នុងការដែលយើងនឹងសិក្សាព្រះបន្ទូលព្រះជាមួយគ្នានៅពេលនេះព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គនៃទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានរំលែកពេលជួបជុំគ្នាថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារបរិសុទ្ធរបស់ផងទ្រង់នៅថ្ងៃអាទិត្យនេះសូមវត្តមានព្រះអង្គបានគង់ជាអធិបតីនៃកណ្ដាលចំណោមទូបង្គំយើងខ្ញុំទាំងអស់គ្នាទាំងប្រទានឲ្យបង្គំយើងខ្ញុំបានមានចិត្តដែលប្រុងប្រៀបនឹងស្ដាប់ព្រះសូរសៀងព្រះអង្គដែលទ្រង់សពប្រតិមានបន្ទូលមកដល់ចិត្តបង្គំយើងខ្ញុំតខ្លួនម្នាក់តាមរយៈការសិក្សានៃព្រះបន្ទូលទ្រង់នៅថ្ងៃនេះទូបង្គំអរព្រះគុណដោយសូមអធិដ្ឋានទូលថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមដ៏មានអំណាចព្រះចេស្តារបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសុវត្ថិភាពជាផ្នែកមួយដ៏សំខាន់សម្រាប់ជីវិតរស់នៅរបស់មនុស្សគ្រប់គ្នាកាលណារស់នៅក្នុងជីវិតដែលខ្វះសុវត្ថិភាពនាំឲ្យរស់ក្នុងជីវិតដែលភ័យខ្លាចរស់ក្នុងជីវិតដែលព្រួយបារម្ភហើយរស់ក្នុងជីវិតដែលខ្វល់ខ្វាយទៀតផងថ្ងៃនេះខ្ញុំចង់ឲ្យបងប្អូនលោកបានសិក្សានៅមេរៀនមួយដែលមានចំណងជើងថាសុវត្ថិភាពក្នុងព្រះគ្រីស្ទតើអ្វីខ្លះជាកត្តាសំខាន់សម្រាប់ជួយឲ្យមានសុវត្ថិភាពក្នុងព្រះគ្រីស្ទទី1សុវត្ថិភាពក្នុងព្រះគ្រីស្ទគឺសុវត្ថិភាពដោយមានព្រះបន្ទូលឲ្យដឹងនៅគំនិតនិងយោបល់នៅក្នុងបទគម្ពីរយ៉ូហាន់ជំពូក16ខ្ញុំអាននៅក្នុងដើមខ33ខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីយ៍នេះនៅក្នុងខគម្ពីរនេះគឺជាព្រះបន្ទូលដែលប្រាប់ឲ្យយើងបានដឹងនៅគំនិតនិងយោបល់សម្រាប់ការរស់នៅគំនិតនិងយោបល់ជាផ្នែកមួយដ៏សំខាន់សម្រាប់ជួយឲ្យបានរស់ក្នុងជីវិតដែលមានសុវត្ថិភាពកាលណាមានគំនិតឬក៏មានយោបល់ដែលល្អត្រឹមត្រូវនោះនាំមកនៅដំណោះស្រាយសម្រាប់ឲ្យមានសុវត្ថិភាពក្នុងជីវិតមានការឲ្យយោបល់ការឲ្យគំនិតជាច្រើនបែបច្រើនប្រភេទមានការឲ្យយោបល់ខ្លះគឺជាការដែលផ្ដល់នូវយោបល់ផ្នែកខាងសេដ្ឋកិច្ចឬក៏ផ្ដល់នូវយោបល់ផ្នែកខាងផ្លូវច្បាប់ឬក៏ផ្ដល់នូវយោបល់ផ្នែកខាងអាពាហ៍ពិពាហ៍ឬក៏ជាបញ្ហាដែលមាននៅក្នុងគ្រួសារហើយក៏មានការជាច្រើនដែលមានការដែលផ្ដល់ឲ្យនៅយោបល់សម្រាប់រស់នៅការដែលឲ្យគំនិតឬក៏យោបល់ខ្លះគឺមានក្នុងទស្សនាវិដីដែលចុះផ្សាយជារៀងរាល់សប្តាហ៍ឬក៏ជារៀងរាល់ខែក៏មានការដែលផ្ដល់នៅយោបល់ឬក្នុងគំនិតដែលមាននៅក្នុងសារព័ត៌មានមាននៅក្នុងវិទ្យុមាននៅក្នុងវិទ្យុទូរទស្សន៍ហើយបច្ចុប្បន្ននេះតាមបច្ចេកវិទ្យាទំនើបក៏មានការឲ្យយោបល់ជាច្រើនតាមប្រព័ន្ធបណ្ដាញសង្គមមាន Facebook ឬក៏ YouTube ជាដើមតែសុវត្ថិភាពដែលរកបានត្រឹមត្រូវគឺជាសុវត្ថិភាពដែលចេញអំពីការដែលឲ្យយោបល់អំពីព្រះបន្ទូលព្រះអំពីព្រះជីវិតគ្រីស្ទបរិស័ទត្រូវជាជីវិតដែលរស់ក្នុងសុវត្ថិភាពក្នុងព្រះគ្រីស្ទហើយសុវត្ថិភាពនោះគឺបានមកអំពីការទទួលនៅគំនិតឬក៏យោបល់អំពីព្រះអំពីព្រះបន្ទូលរបស់ផងព្រះមានការខកចិត្តជាច្រើននៅក្នុងជីវិតគ្រីស្ទបរិស័ទគឺកើតមានឡើងគឺនៅពេលដែលគេត្រូវការយោបល់គំនិតគេមិនបានរកយោបល់អំពីព្រះប៉ុន្តែគេយកយោបល់អំពីខ្លួនគេឬក៏អំពីអ្នកឯទៀតដើម្បីនឹងដោះស្រាយនៅបញ្ហានៃជីវិតរបស់ផងគេហើយការនោះឯងដែលនាំមកនៅការខកចិត្តពីពេលមួយទៅពេលមួយហើយក៏នាំមកនៅបរាជ័យក្នុងជីវិតផងដែរផ្ទុយទៅវិញសុវត្ថិភាពក្នុងព្រះគ្រីស្ទគឺបានមកអំពីការដែលឲ្យយោបល់អំពីព្រះដើម្បីនឹងស្ដាប់តាមហើយនឹងប្រព្រឹត្តតាម
ក្នុងជីវិតរស់នៅរបស់ផងខ្ញុំផ្ទាល់កាលណាខ្ញុំត្រូវការយោបល់ដើម្បីនឹងដោះស្រាយបញ្ហាណាមួយនៅក្នុងជីវិតខ្ញុំតែងតែស្វែងរកយោបល់ដែលមាននៅក្នុងព្រះបន្ទូលព្រះដើម្បីនឹងដោះស្រាយក្នុងជីវិតហើយការនោះឯងដែលនាំឲ្យខ្ញុំពិសោធន៍ក្នុងជីវិតដែលមានសុវត្ថិភាពក្នុងព្រះគ្រីស្ទសុវត្ថិភាពក្នុងព្រះគ្រីស្ទគឺជាសុវត្ថិភាពដែលបានមកដោយព្រះបន្ទូលរបស់ផងព្រះដែលឲ្យយើងដឹងនៅគំនិតយោបល់សម្រាប់រស់នៅទី2សុវត្ថិភាពក្នុងព្រះគ្រីស្ទគឺជាសុវត្ថិភាពដែលមានព្រះបន្ទូលព្រះឲ្យដឹងនៅទុក្ខលំបាកដែលត្រូវជួបប្រទះនៅក្នុងបទគម្ពីរយ៉ូហានចំពុក16នៅក្នុងខ33ខ្ញុំអាននៅក្នុងឃ្លាទី2នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនខ្ញុំអានឡើងវិញពីដើមដំបូងមកខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅក្នុងលោកីយ៍នេះឃ្លាបន្ទាប់នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែនអ្នករាល់គ្នាគឺសំដៅអស់អ្នកដែលទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គកាលណានិយាយពីសេចក្តីវេទនាឬក៏ទុក្ខលំបាកព្រះគម្ពីរបានចែងឲ្យយើងបានដឹងច្បាស់ថាគ្រីស្ទបរិស័ទគ្រប់គ្នាតែងជួបប្រទះនឹងសេចក្តីទុក្ខលំបាកសេចក្តីវេទនានៅក្នុងជីវិតដោយព្រោះអំពើបាបដែលចូលមកក្នុងផែនដីនេះដោយការមិនស្ដាប់បង្គាប់ដែលនាំឲ្យមានសេចក្តីវេទនាសេចក្តីទុក្ខព្រួយមកដល់ជីវិតទាំងឡាយដែលមាននៅលើផែនដីនេះហើយការនោះគឺមានសម្រាប់គ្រប់គ្នាសម្រាប់ទាំងមនុស្សក្រអ្នកមានអ្នកចេះអ្នកល្ងងអ្នកតូចអ្នកធំគឺគ្រប់គ្នាតែងតែជួបប្រទះនឹងសេចក្តីវេទនានិងសេចក្តីទុក្ខលំបាកហើយដែលគ្រប់គ្នានោះគឺមានទាំងអ្នកជឿព្រះយេស៊ូវគ្រីស្ទហើយនិងអ្នកដែលអត់ជឿព្រះយេស៊ូវដែរប៉ុន្តែសម្រាប់គ្រីស្ទបរិស័ទកាលណាជួបប្រទះនឹងទុក្ខលំបាកនៅក្នុងជីវិតកាលណាជួបប្រទះនឹងសេចក្តីវេទនានៅក្នុងជីវិតគឺមានព្រះដើម្បីនឹងអំពាវនាវរកជំនួយហើយព្រះអង្គទ្រង់ជាព្រះដែលជួយឲ្យគេបានសុវត្ថិភាពនៅក្នុងជីវិតគឺរស់ក្នុងជីវិតដែលមានសុវត្ថិភាពក្នុងព្រះគ្រីស្ទអរិយដែលជាខ្មាំងសត្រូវនៃជំនឿគ្រីស្ទបរិស័ទវាតែងតែរកឱកាសដើម្បីនឹងឲ្យគ្រីស្ទបរិស័ទគឺអស់អ្នកដែលមានជំនឿដែលជឿដល់ព្រះយេស៊ូវគ្រីស្ទជួបប្រទះនឹងការលំបាកណាមួយនៅក្នុងជីវិតប៉ុន្តែព្រះទ្រង់សពប្រតិឲ្យគ្រីស្ទបរិស័ទគ្រប់គ្នាបានមានការប្រុងប្រៀបជានិច្ចដើម្បីឲ្យបានឈ្នះតស៊ូនឹងវិញ្ញាណនៃសេចក្តីអាក្រក់នោះគឺជាអរិយនៅក្នុងបទគម្ពីរពេត្រុសខ្សែទី1ចំពុក5នៅក្នុងខ8បានចែងឲ្យយើងបានដឹងថាចូលឲ្យដឹងខ្លួនហើយចាំយាមចុះព្រោះអរិយដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នាវាតែងដើរក្រវ៉ែលទាំងក្រហឹមដូចជាសឹងដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបានគឺរកអ្នកណាដែលវាអាចនឹងធ្វើទុក្ខបៀតបៀនបានប៉ុន្តែនៅពេលដែលអស់លោកបងប្អូនរស់ក្នុងជីវិតគ្រីស្ទបរិស័ទគឺព្រះអង្គសពប្រតិឲ្យរស់ក្នុងជីវិតដែលមានសុវត្ថិភាពនៅក្នុងព្រះអង្គដោយធ្វើតាមព្រះបន្ទូលរបស់ផងព្រះរស់នៅក្នុងជីវិតដែលនៅជាប់ជាមួយនឹងព្រះជាប់ជាមួយនឹងព្រះបន្ទូលព្រះអង្គដោយមានព្រះជាជំនួយសម្រាប់ជីវិតសម្រាប់អស់អ្នកដែលមិនទាន់បានទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទនៅឡើយពេលដែលគេជួបប្រទះនឹងទុក្ខលំបាកនៅក្នុងជីវិតឬក៏ជួបប្រទះនឹងទុក្ខវេទនាណាមួយនៅក្នុងជីវិតគឺគេតែងតែអំពាវនាវរកទេវតាឬក៏រកវត្ថុស័ក្តិសិទ្ធិឬអ្វីមួយមកជួយដល់គេប៉ុន្តែសម្រាប់គ្រីស្ទបរិស័ទព្រះបន្ទូលរបស់ផងព្រះបានប្រាប់ឲ្យអស់អ្នកដែលជឿដល់ព្រះយេស៊ូវគ្រីស្ទអំពាវនាវរកព្រះជាជំនួយគឺជាព្រះដែលបង្កើតមនុស្សមកដែលទ្រង់មានគ្រប់ទាំងអំណាចព្រះចេស្តាហើយទ្រង់ជាម្ចាស់លើទាំងអស់ដែលបង្កើតរបស់ទាំងអស់មកហើយព្រះអង្គនោះឯងទ្រង់សពប្រតិធ្វើជាជំនួយសម្រាប់កូនព្រះអង្គគ្រប់គ្នាឲ្យបានរស់នៅក្នុងជីវិតដែលមានសុវត្ថិភាពនៅក្នុងព្រះអង្គព្រះបន្ទូលរបស់ផងព្រះបានប្រាប់ឲ្យគ្រីស្ទបរិស័ទគឺអស់លោកបងប្អូនហើយនឹងខ្ញុំនិងអស់អ្នកដែលទទួលជឿដល់ព្រះយេស៊ូវគ្រីស្ទឲ្យបានដឹងទុកជាមុនថាមាន
សេចក្តីវេទនាដែលត្រូវជួបប៉ុន្តែព្រះមិនដែលប្រាប់យើងឲ្យរស់នៅក្នុងសេចក្តីទុក្ខព្រួយឬក៏រស់នៅក្នុងសេចក្តីវេទនានោះទេពីព្រោះព្រះអង្គទ្រង់ជាសេចក្តីសង្ឃឹមសម្រាប់គ្រីស្ទបរិស័ទគ្រប់គ្នាដើម្បីរស់នៅឈ្នះលើទុក្ខវេទនាឬក៏ទុក្ខលំបាកដែលមាននៅក្នុងជីវិតរបស់ផងកូនព្រះជីវិតដែលរស់ក្នុងសុវត្ថិភាពក្នុងព្រះគ្រីស្ទគឺជាជីវិតដែលរស់ក្នុងសុវត្ថិភាពដោយព្រះបន្ទូលព្រះឲ្យដឹងនៅគំនិតយោបល់សម្រាប់នឹងរស់នៅ2គឺជាសុវត្ថិភាពដែលមានព្រះបន្ទូលព្រះឲ្យដឹងនៅទុក្ខលំបាកនៅទុក្ខវេទនាដែលត្រូវជួបប្រទះហើយឲ្យយកព្រះជាទីសង្ឃឹម3សុវត្ថិភាពក្នុងព្រះគ្រីស្ទគឺជាសុវត្ថិភាពដោយមានព្រះបន្ទូលព្រះឲ្យដឹងនៅការកំសាន្តចិត្តអំពីព្រះអង្គនៅក្នុងបទគម្ពីរយូហានចំពុក16នៅក្នុងខ33នៅចុងខខ្ញុំអានពីដើមខមកខ្ញុំប្រាប់សេចក្តីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តដោយសារខ្ញុំនៅលោកីយ៍នេះនោះអ្នករាល់គ្នាមានសេចក្តីវេទនាមែននៅចុងខប៉ុន្តែត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយនៅក្នុងខគម្ពីរនេះព្រះយេស៊ូវព្រះអង្គបានមានបន្ទូលទៅដល់ពួកសិស្សរបស់ព្រះអង្គថាអ្នករាល់គ្នាមានសេចក្តីវេទនាមែនប៉ុន្តែត្រូវសង្ឃឹមឡើងមិនមែនឲ្យអស់ទឹកចិត្តមិនមែនឲ្យពិបាកចិត្តប៉ុន្តែព្រះអង្គមានបន្ទូលថាត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយនេះគឺជាការកំសាន្តចិត្តដ៏ធំដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គបានមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គហើយព្រះបន្ទូលព្រះអង្គនេះក៏បានកត់ទុកសម្រាប់យើងទាំងអស់គ្នាដែលជឿដល់ព្រះអង្គនោះដែរការកំសាន្តចិត្តជាកត្តាមួយដ៏សំខាន់សម្រាប់ជួយពេលមានទុក្ខលំបាកពីពេលមួយទៅពេលមួយមនុស្សគ្រប់គ្នាត្រូវការកំសាន្តចិត្តហេតុអ្វីពីព្រោះគ្រប់គ្នាតែងតែជួបប្រទះនឹងទុក្ខលំបាកតែងតែជួបប្រទះនឹងទុក្ខវេទនាមកដល់ជីវិតពេលខ្លះទុក្ខលំបាកដោយព្រោះសេដ្ឋកិច្ចដែលជួបប្រទះបញ្ហាសេដ្ឋកិច្ចពេលខ្លះទុក្ខលំបាកដោយព្រោះមានជួបនឹងបញ្ហាទំនាក់ទំនងឬក៏បញ្ហាសុខភាពឬក៏បញ្ហាផ្សេងទៀតដែលមាននៅក្នុងជីវិតបានជាកាលណាជួបប្រទះនឹងទុក្ខលំបាកណាមួយនៅក្នុងជីវិតគឺយើងតែងតែរកការកំសាន្តចិត្តហើយការកំសាន្តចិត្តដែលមានប្រសិទ្ធភាពដែលអាចនឹងកំសាន្តចិត្តបានគឺនៅពេលដែលទទួលបានការកំសាន្តចិត្តដែលអាចនឹងជួយដោះស្រាយនៅបញ្ហាដែលនាំឲ្យទុក្ខលំបាកនោះជាទូទៅកាលណាជួបប្រទះនឹងការលំបាកមកដល់ជីវិតយើងតែងតែរកអ្នកណាម្នាក់មកកំសាន្តចិត្តយើងពេលខ្លះយើងរកការកំសាន្តចិត្តដោយខ្លួនឯងប៉ុន្តែការកំសាន្តចិត្តដែលពុំមានប្រាជ្ញាត្រឹមត្រូវឬក៏ពុំមានលទ្ធភាពដើម្បីនឹងជួយនោះมันអាចនឹងកំសាន្តចិត្តបានល្អនោះឡើយការកំសាន្តចិត្តមួយដែលមនុស្សគ្រប់គ្នាអាចនឹងរកបានគឺជាការកំសាន្តចិត្តមកអំពីព្រះគឺជាព្រះដែលបង្កើតមនុស្សមកទ្រង់ជាព្រះដែលមានគ្រប់ទាំងប្រាជ្ញាមានគ្រប់ទាំងអំណាចព្រះចេស្តាដើម្បីនឹងជួយកំសាន្តចិត្តក្នុងការដែលជួបប្រទះនឹងទុក្ខលំបាកនៅក្នុងជីវិតនៅពេលដែលអស់លោកបងប្អូនសិក្សាពីជីវិតរបស់ផងព្រះយេស៊ូវគ្រីស្ទក្នុងការដែលព្រះអង្គទ្រង់គង់នៅផែនដីនេះព្រះយេស៊ូវគ្រីស្ទទ្រង់ជួបប្រទះនឹងសេចក្តីល្បួងទ្រង់ជួបប្រទះនឹងការធ្វើទុក្ខបៀតបៀនទ្រង់ជួបប្រទះនឹងការសោកចំអកឲ្យព្រះអង្គទ្រង់ជួបប្រទះនឹងការជេរប្រមាថប៉ុន្តែព្រះយេស៊ូវព្រះអង្គមានបន្ទូលថាត្រូវសង្ឃឹមឡើងត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយដោយសារព្រះយេស៊ូវគ្រីស្ទទ្រង់បានឈ្នះលោកីយ៍ដែលមានពេញដោយអំពើបាបព្រះអង្គសពប្រតិឲ្យអស់អ្នកដែលជឿព្រះយេស៊ូវគ្រីស្ទបានឈ្នះលោកីយ៍ជាមួយនឹងព្រះអង្គដែរអស់លោកបងប្អូនហើយនឹងខ្ញុំនិងអស់អ្នកដែលជឿដល់ព្រះយេស៊ូវគ្រីស្ទយើងមិនអាចនឹងយកកម្លាំងខ្លួនយើងដើម្បីនឹងឈ្នះលោកីយ៍បានឡើយដែលអស់លោកបងប្អូនអាចនឹងឈ្នះលោកីយ៍បានដែលខ្ញុំអាចនឹងឈ្នះលោកីយ៍បានហើយអស់អ្នកដែលជឿព្រះយេស៊ូវគ្រីស្ទដែលអាចឈ្នះលោកីយ៍បានគឺយើងត្រូវការកម្លាំងអំពីព្រះគ្រីស្ទដែលព្រះយេស៊ូវព្រះអង្គមានបន្ទូលថាត្បិតខ្ញុំបានឈ្នះលោកីយ៍ហើយព្រះអង្គសពប្រតិឲ្យយើងរស់នៅក្នុងកម្លាំងរបស់ផងព្រះអង្គរស់នៅក្នុងជំនួយរបស់ផងព្រះអង្គ
ដើម្បីយើងឈ្នះលោកីជាមួយនឹងព្រះអង្គដែរកាលណានិយាយពីសុវត្ថិភាពមនុស្សជាទូទៅតែងគិតថាគេអាចនឹងរកសុវត្ថិភាពនៅក្នុងជីវិតរបស់ផងគេបានដោយគេមានទ្រព្យសម្បត្តិច្រើនដោយគេរស់ក្នុងជីវិតដែលរីករាយសប្បាយឬដោយគេមានបុណ្យស័ក្តិឬក៏អ្វីណាមួយនៅក្នុងជីវិតរបស់ផងគេប៉ុន្តែសុវត្ថិភាពពិតប្រាកដមិនមែនមានមកដោយការទាំងអស់នោះឡើយសុវត្ថិភាពពិតប្រាកដគឺជាសុវត្ថិភាពដែលមាននៅក្នុងព្រះគ្រីស្ទបានជានៅពេលដែលអស់លោកប្អូនរស់ក្នុងជីវិតដែលមានសុវត្ថិភាពនៅក្នុងជីវិតគឺសុវត្ថិភាពនោះគឺមាននៅក្នុងជីវិតបច្ចុប្បន្នហើយទៅបានឡោកនាយផងដែរនៅក្នុងបទគម្ពីរកូរិនថូសខ្សែទី1ចំពុក2នៅក្នុងខ9បងប្អូនលោកដែលមានព្រះគម្ពីរសូមបានបើកផ្ទៀងជាមួយខ្ញុំអាននៅក្នុងបទគម្ពីរកូរិនថូសខ្សែទី1ចំពុក2នៅក្នុងខ9ដូចមានសេចក្តីចែងទូកមកថាសេចក្តីដែលភ្នែកមិនដែលឃើញត្រចៀកមិនដែលឮហើយចិត្តនឹកមិនដែលដល់គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុកសម្រាប់ពួកអ្នកដែលស្រឡាញ់ព្រះអង្គសព្វប្រតិឲ្យគ្រីស្ទបរិស័ទគ្រប់គ្នាបានស្រឡាញ់ព្រះអង្គហើយព្រះអង្គរៀបចំទុកឲ្យយើងគ្រប់ទាំងអ្វីដែលយើងត្រូវការដើម្បីរស់ក្នុងជីវិតដែលមានសុវត្ថិភាពក្នុងព្រះគ្រីស្ទសូមព្រះបានប្រទានប្រពរជូនដល់បងប្អូនលោកទាំងអស់គ្នាសូមបានសម្រុំចិត្តអធិដ្ឋានព្រះយេស៊ូវឲ្យបង្គំអរព្រះគុណដល់ព្រះអង្គដែលទ្រង់ប្រទានឲ្យបង្គំយើងខ្ញុំបានទទួលជឿដល់ព្រះអង្គទុកជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះនៃជីវិតតខ្លួនហើយជំនឿនោះដែលទ្រង់បានប្រទាននៅការអត់ទោសបាបឲ្យបង្គំយើងខ្ញុំហើយព្រះអង្គសពប្រតិយឲ្យបង្គំយើងខ្ញុំបានរស់នៅក្នុងសុវត្ថិភាពរបស់ផងព្រះអង្គគឺរស់នៅក្នុងសេចក្តីសុខសាន្តរបស់ផងទ្រង់រស់នៅក្នុងការការពារការថែរក្សាការផ្គត់ផ្គង់របស់ផងទ្រង់ទូបង្គំអរព្រះគុណដល់ព្រះអង្គណាបង្គំក៏សូមអធិដ្ឋានសម្រាប់បងប្អូនបង្គំដែលមិនទាន់បានទទួលជឿដល់ព្រះអង្គនៅឡើយបានមានឱកាសនឹងស្វែងយល់មានឱកាសនឹងសម្រេចចិត្តទទួលព្រះអង្គជាចម្លើយសម្រាប់ជីវិតតខ្លួនផងដែរទូបង្គំអរព្រះគុណដោយសូមអធិដ្ឋានទូថ្វាយគ្រប់ការទាំងអស់ក្នុងព្រះនាមដ៏មានអំណាចព្រះចេស្តារបស់ព្រះអង្គគឺជាព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន